ដំសន័យឯកហ៊ុនម៉ាណិតនាំយកអាវភ្លៀងចែកជូនកងកម្លាំងប្រដាប់អាវុធចំណុះគណៈបញ្ជាការឯកភាពសមរភូមិទឹកទី1យុទ្ធភូមិភាគទី4កាលពីព្រឹកថ្ងៃទី22ខែឧសភាឆ្នាំ2025លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណិតអគ្គនាយករដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិនិងជាមេបញ្ជាការរងកងទ័ពជើងគោកបាននាំយកអាវភ្លៀងជាអំណោយដុតថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចគតិប្រិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតត្រូវបាននាំយកទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធចំណុះសមរភូមិទឹកទី1ប្រាសាទព្រះវិហារយុទ្ធភូមិភាគទី4ពិធីនេះធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ9ក្នុងស្រុកជាំខ្សានខេត្តព្រះវិហារដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯកស្រីដឹកមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ3ព្រមទាំងមេបញ្ជាការរងកងកម្លាំងទាំង3ព្រមទាំងនាយទាហាននាយនគរបាលជាច្រើនរូបទៀតលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណិតបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតផ្ញើជូននាយទាហានរងនិងពលទាហាននាយនគរបាលរងពលនគរបាលដែលមានវត្តមាននៅទីនេះក៏ដូចជាកំពុងឈរជើងតាមព្រំដែនសមរភូមិទឹកទី1ផងដែរលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណិតបានថ្លែងថាដោយមើលឃើញពីទុក្ខលំបាកក្នុងការបំពេញភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនាពេលរដូវវស្សាជារៀងរាល់ឆ្នាំមានការយកចិត្តទុកដាក់គិតគូរពីសុខភាពយោធិនគ្រប់រូបប្រមុខថ្នាក់ដឹកនាំបានឧបត្ថម្ភអាវភ្លៀងចែកជូនដល់យោធិនគ្រប់រូបប្រើប្រាស់ដើម្បីការពារសុខភាពពេលបំពេញភារកិច្ចនៅរដូវវស្សាលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណិតបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកម្លាំងប្រដាប់អាវុធចំណុះគណៈបញ្ជាការឯកភាពសមរភូមិទឹកទី1ទាំងអស់ដែលកន្លងមកបានលះបង់គ្រប់យ៉ាងបុព្វហេតុការពារជាតិសាសនាព្រះមហាក្សត្រការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោតការពារទឹកដីតាមបន្ទាត់ព្រំដែនយ៉ាងល្អស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្រសួងការពារជាតិនៃកងយោធពលខេមរភូមិន្ទបញ្ជាការដ្ឋានកងទ័ពជើងគោកនាយទាហានរងនិងពលទាហាននាយនគរបាលរងពលនគរបាលទាំងអស់សូមគោរពថ្លែងអំណរគុណនិងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនព្រមទាំងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតដែលជារៀងរាល់ឆ្នាំសម្ដេចតែងតែបានយកចិត្តទុកដាក់គិតគូរសុខភាពសុខុមាលភាពនិងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទនៅរដូវភ្លៀងតែងតែផ្ដល់ជូននៅអាវភ្លៀងមិនដែលអាក់ខានឡើយកងទ័ពទាំងអស់បដិញ្ញាដាច់ខាតបូរណភាពទឹកដីជាតិមាតុភូមិរដ្ឋធម្មនុញ្ញព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបដិញ្ញាដាច់ខាតស្មោះត្រង់ការពារសម្ដេចតេជោនិងសម្ដេចគតិប្រិបណ្ឌិតសម្ដេចបវរធិបតីនិងលោកជំទាវព្រមទាំងក្រុមគ្រួសារឥតងាករេ